ដើម្បីរៀនភាសាអង់គ្លេសឲ្យពូកែត្រូវផ្ដោតលើវិធីសាស្ត្រត្រឹមត្រូវនិងការអនុវត្តជាប្រចាំខាងក្រោមនេះជាគន្លឹះសំខាន់និងវិធីសាស្ត្រជាក់ស្ដែងដែលអ្នកអាចប្រើបានកំណត់គោលដៅច្បាស់លាស់ការកំណត់គោលដៅជាជំហានដំបូងនៃការសិក្សាប្រកបដោយប្រសិទ្ធភាពគោលដៅជាក់លាក់កំណត់គោលដៅដែលអាចវាស់វែងបានឧទាហរណ៍អាចនិយាយបានដូចជនជាតិដើមក្នុងរយៈពេល3ខែឬឆ្លងកាត់ test TOEFL បានដល់500ពិន្ទុSMART គោលដៅរបស់អ្នកគួរជាក់លាក់អាចវាស់បានអាចសម្រេចបានឬទាក់ទងនឹងសកម្មភាពកំណត់ពេលវេលាបំបែកជាជំហានតូចបំបែកគោលដៅធំទៅជាកិច្ចការតូចនិងងាយសម្រេចបានដើម្បីរក្សាការលើកទឹកចិត្តរហូតបង្កើតបរិយាកាសសិក្សា100ការរៀនក្នុងបរិយាកាសដែលមានភាសាអង់គ្លេសពេញលេញជួយអ្នកអភិវឌ្ឍការយល់ដឹងដោយធម្មជាតិនិងកាត់បន្ថយឧបសគ្គផ្លូវចិត្តអ្នកអាចប្រាស្រ័យទាក់ទងព្យាយាមនិយាយជាភាសាអង់គ្លេសក្នុងស្ថានភាពប្រចាំថ្ងៃទោះបីនៅក្នុងគ្រួសារឬជាមួយមិត្តភ័ក្តិក៏ដោយរស់នៅក្នុងភាសាបញ្ចូលភាសាអង់គ្លេសទៅក្នុងជីវិតប្រចាំថ្ងៃស្ដាប់ចម្រៀងមើលភាពយន្តឬអានព័ត៌មានដោយគ្មានអត្ថបទប្រែរកមជ្ឈមណ្ឌលដែលមានបរិយាកាសភាសាអង់គ្លេសការសិក្សានៅគ្រឹះស្ថានឬកម្មវិធីដែលផ្ដល់បរិយាកាសសិក្សាជាភាសាអង់គ្លេសទាំងស្រុងអាចជួយបានខ្លាំងណាស់ប្រើប្រាស់វិធីសាស្ត្រនិងធនធានសមស្របផ្ដោតតាមតម្រូវការប្រសិនបើអ្នករៀនសម្រាប់វិស័យជាក់លាក់ដូចជាចិត្តវិទ្យាការប្រើប្រាស់កម្មវិធីឬការបណ្ដុះបណ្ដាលដែលផ្ដោតលើវាក្យសព្ទពិសេសនៃវិស័យនោះនឹងកាត់បន្ថយពេលវេលានិងបង្កើនប្រសិទ្ធភាពក្នុងការសិក្សាអនុវត្តទាំងស្ដាប់និយាយអានសរសេរកុំផ្ដោតតែលើជំនាញតែមួយវគ្គសិក្សាត្រៀមល្អទាំងអនឡាញនិងផ្ទាល់ជាធម្មតារៀបចំសកម្មភាពអនុវត្តគ្រប់ដណ្ដប់ជំនាញទាំង4នេះការបណ្ដុះបណ្ដាលដោយមានគោលបំណងយកគំរូតាមវិធីសាស្ត្របណ្ដុះបណ្ដាលដោយមានគោលបំណងដែលផ្ដោតលើការអនុវត្តជាក់ស្ដែងនិងការកែតម្រង់ពីអ្នកដឹកនាំដែលមានបទពិសោធន៍ការសិក្សាដោយមានគ្រូដឹកនាំនិងទទួលការបញ្ជាក់ពីសាលាដែលទទួលស្គាល់ជាអន្តរជាតិអាចធានាបានថាអ្នកទទួលបានការអប់រំដែលមានគុណភាពការតាមដានវឌ្ឍនភាពការប្រើប្រាស់ឧបករណ៍ឬកម្មវិធីដែលអនុញ្ញាតឲ្យអ្នកតាមដានការរីកចម្រើនរបស់អ្នកនិងកត់សម្គាល់ចំណុចខ្សោយរបស់អ្នកអាចជួយអ្នកកែលម្អប្រសិទ្ធភាពសិក្សារបស់អ្នកជ្រើសរើសកម្មវិធីឬគ្រឹះស្ថានសិក្សាការទទួលបានការណែនាំពីអ្នកដឹកនាំដែរជ្រើសរើសកម្មវិធីឬគ្រឹះស្ថានសិក្សាការទទួលបានការណែនាំពីអ្នកដឹកនាំដែលមានបទពិសោធន៍គឺចាំបាច់នៅពេលជ្រើសរើសសូមពិចារណាចំណុចទាំងនេះគោលដៅសិក្សាសម្រាប់សិស្សានុសិស្សប្រសិនបើអ្នកជាសិស្សនឹងត្រូវការបញ្ជាក់កម្រិតភាសាអង់គ្លេសសម្រាប់ការសិក្សាបន្តសម្រាប់មនុស្សដែលមានវិជ្ជាជីវៈប្រសិនបើអ្នកត្រូវការភាសាអង់គ្លេសសម្រាប់ការងារឬការស្រាវជ្រាវសម្រាប់គ្រួសារប្រសិនបើអ្នកចង់បង្កើតបរិយាកាសសិក្សាសម្រាប់កូនរបស់អ្នកវិធីសាស្ត្រនិងធនធានវគ្គសិក្សាផ្ទាល់អនឡាញវគ្គសិក្សាផ្ទាល់ឬអនឡាញដែលគ្របដណ្ដប់ជំនាញទាំង4កម្មវិធីបណ្ដុះបណ្ដាលតាមអាទិភាពកម្មវិធីផ្ដោតលើបរិយាកាសភាសាអង់គ្លេសទាំងស្រុងសម្រាប់កុមារកម្មវិធីអនឡាញផ្ដោតវិស័យកម្មវិធីអនឡាញដែលផ្ដោតលើវាក្យសព្ទនៃវិស័យជាក់លាក់ដូចជាចិត្តវិទ្យាវិធីសាស្ត្រសិក្សាដោយខ្លួនឯងវិធីសាស្ត្រសិក្សាដោយមានគោលបំណងជាមួយនឹងការណែនាំលម្អិតការអនុវត្តនិងការគាំទ្រការបណ្ដុះបណ្ដាលជំនាញធ្វើតេស្តការប្រឡងខ្លែងធ្វើជួយសម្រួលការត្រៀមរួមនិងកាត់បន្ថយភាពតានតឹងមតិកែលម្អផ្ទាល់កែសម្រួលនិងណែនាំជាអក្សរពីគ្រូដែលមានបទពិសោធន៍ឧបករណ៍តាមដានដោយស្វ័យប្រវត្តិប្រព័ន្ធតាមដានវឌ្ឍនភាពផ្ទាល់ខ្លួនជួយកំណត់ចំណុចសំខាន់ដែលត្រូវកែលម្អការបង្កើតបរិយាកាសភាសាការលើកទឹកចិត្តកុមារឲ្យប្រើប្រាស់ភាសាអង់គ្លេសក្នុងស្ថានភាពប្រចាំថ្ងៃបង្កើតទម្លាប់សិក្សាប្រចាំថ្ងៃអនុវត្តប្រចាំថ្ងៃកំណត់ពេលវេលាក្នុងមួយថ្ងៃសម្រាប់សិក្សាទោះបីជាត្រឹមតែ15-30នាទីក៏ដោយភាពស៊ាំជាងការសិក្សាម្ដងក្រោយមួយយ៉ាងយូរក៏ដោយកំណត់តម្លៃភាពជាប្រចាំអត្ថប្រយោជន៍នៃភាសាអង់គ្លេសមិនត្រឹមតែនៅក្នុងថ្នាក់រៀនទេប៉ុន្តែវាជាជំនាញដ៏សំខាន់សម្រាប់សមហារណកម្មនិងការរីកចម្រើននៅក្នុងសង្គមអន្តរជាតិការយល់ដឹងនេះនឹងជួយឲ្យអ្នកមានការតស៊ូប្រសិនបើអ្នកប្រាប់ខ្ញុំបន្ថែមអំពីអាយុឬគោលដៅជាក់លាក់របស់អ្នកដូចជារៀនសម្រាប់ការងារការប្រឡងឬសម្រាប់កូនខ្ញុំអាចណែនាំវិធីសាស្ត្រដែលសមស្របជាងមុនបាន